នេះគឺជាភាពអស្ចារ្យរបស់បុព្វបុរសខ្មែរយើងហើយកសាងប្រាសាទក្រៅពីស្អាតហើយគឺថារឹងមាំឈរបានរាប់ពាន់ឆ្នាំសំខាន់ទោះបីជាមានដើមឈើធំដុះពីលើយ៉ាងណាក៏ដោយក៏នៅតែអាចទ្រទម្ងន់ដើមឈើនឹងរួចរាប់ពាន់ឆ្នាំទៀតដើមឈើនេះទ្រាំតែដុះបានប៉ុណ្ណេះអាយុកាលមិនមែនមួយឆ្នាំពីរឆ្នាំទេបងប្អូនឃើញហើយឡើងធំខ្ពស់ក៏លួចតែម្ដងទេសភាពកន្លែងនេះគេឲ្យឈ្មោះថាទេសភាពឫសពស់ដោយសារតែឫសវាគឺដុះចេញរូបរាងដូចសត្វពស់ស្អាតខ្លាំងកន្លែងនេះអ្នកទេសចរទៅគឺអត់ដែររំលងទេហើយប្រាសាទមួយនេះគឺប្រាសាទតាព្រំល្បីខ្លាំងមែនទែនល្បីខ្លាំងបំផុតគឺដើមឈើដុះលើសំណង់ប្រាសាទនេះឯងអ្នកទេសចរទាំងជិតទាំងឆ្ងាយគឺសិតតែតម្រង់មកពីចម្ងាយដើម្បីផ្ដិតយករូបភាពកន្លែងនេះសូម្បីតែតារា Angelina Jolie ក៏ធ្លាប់យកប្លង់ប្រាសាទជើងទៅថតនៅក្នុងរឿងរបស់គាត់ចឹងកន្លែងនេះគឺថាល្បីខ្លាំងមែនទែនហើយកន្លែងប្លង់ថតដើមឈើដែលនាងខ្ញុំថតជូនបងប្អូនទេសនានេះមិនមែនមានតែមួយកន្លែងទេក្នុងប្រាសាទនឹងមួយគឺមានប្លង់ថតស្អាតស្អាតច្រើនកន្លែងមែនទែនថាមកលេងមិនគួររំលងប្រាសាទតាព្រំនេះសោះតែម្ដងអ្វីដែលយើងគួរឲ្យកត់សម្គាល់ទី1គឺធម្មជាតិស្រស់បំព្រងដើមឈើធំធំហើយដើមនេះគឺថាអោបម្នាក់ឯងមិនជុំទេតើតែមានគ្នា3ទៅ4នាក់ឯងមើលទៅមិនអោបជុំកម្ពស់ខ្ពស់ខ្លាំងចាមិនដឹងថាកម្ពស់ប្រមាណទេដឹងតែថតជូនបងប្អូនចឹងមើលចាហើយដើមប្រភេទហ្នឹងគេហៅថាដើមស្ពង់ដែលវាមានទម្ងន់មិនសូវជាធ្ងន់ប្រមាណដែរឬគេនិយាយថាវាប្រហោងក្នុងឥឡូវនេះពួកយើងកំពុងតែដើរចូលទៅក្នុងប្រាសាទតាព្រំហើយគឺថាប្រាសាទនេះខ្ញុំស្រឡាញ់ខ្លាំងមែនទែននាងខ្ញុំនឹងបង្ហាញជូនបងប្អូនពីប្លង់ពិសេសនៅក្នុងប្រាសាទតាព្រំផ្ទាល់តែម្ដងតែនាងខ្ញុំសូមជម្រាបជូនពីប្រវត្តិប្រាសាទបន្តិចសិនប្រាសាទនេះឈ្មោះបច្ចុប្បន្នមានឈ្មោះថាប្រាសាទតាព្រំហើយមើលទេសភាពមកខែហ្នឹងគឺថាដបូលអីគឺមានស្លែដុះតិចពណ៌ធម្មជាតិស្អាតខ្លាំងមែនទែនប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ1186នៃគ្រិស្តសករាជដោយស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះអង្គប្រាសាទនេះមានឈ្មោះដើមហៅថារាជវិហារហើយប្លង់ថតមកកន្លែងនេះគឺស្អាតខ្លាំងមែនទែនដោយដែលបងប្អូនបានឃើញស្រាប់មានដើមឈើដុះលើសំណង់ប្រាសាទតាព្រំនេះមានអាយុចំណាស់ទៅហើយបើយើងរាប់ទៅគឺថាជិត900ឆ្នាំបើគិតទៅថាជិត1000ឆ្នាំហើយលើគេនិយាយថាខេត្តសៀមរាបស្ងាត់ជ្រាបអត់មានភ្ញៀវសោះមិនមែនទេបងប្អូនបើថាស្ងាត់នោះវាចេះតែស្ងាត់ដែរតែបើថាអត់មានភ្ញៀវសោះមិនមែនទេមានភ្ញៀវបរទេសខ្ញុំដើរឃើញមានភ្ញៀវជប៉ុនមានភ្ញៀវកូរ៉េមានភ្ញៀវឥណ្ឌាមានភ្ញៀវជនជាតិថៃហើយក៏មានភ្ញៀវអឺរ៉ុបដែរថ្មីត្បិតថាអាចត្រង់ទម្ងន់ដើមឈើរួចក៏ប៉ុន្តែប្រាសាទតាព្រំនេះក៏មានកន្លែងយ៉ាងច្រើនបាក់បែកដូចកន្លែងនេះអញ្ចឹងគេហៅថាសាលរបាំងកន្លែងនេះយើងមកកាលពីមុនអត់ដែលបានឃើញទេដោយសារតែគេបិទផ្លូវជួសជុលរហូតអត់ដឹងថាគេជួសជុលអីទេឥឡូវបានឃើញហើយសាលរបាំនេះគឺថាវាដួលរែលខូចខាតស្ទើរតែទាំងស្រុងហើយថ្មដែលលើកប្រឈរហ្នឹងគឺគេរៀបសារជាថ្មីតាំងពីឆ្នាំ2015មករហូតដល់ឥឡូវគ្រាន់តែរៀបមួយផ្ទាំងហ្នឹងគឺចង់10ឆ្នាំទៅហើយឥឡូវយើងមកដល់ប្លង់ថតមួយកន្លែងទៀតដែលនាងខ្ញុំបានជម្រាបជូនបងប្អូនតាំងតែពីដើមវីដេអូគឺប្លង់ឫសពស់ចាឫសដើមស្ពង់ហ្នឹងក៏ប៉ុន្តែគឺវាដុះមកដូចជាសត្វពស់នៅលើអាគារប្រាសាទរបស់យើងអញ្ចឹងឃើញថាស្រស់ស្អាតខ្លាំងមែនទែនតែកន្លែងហ្នឹងដោយសារតែខ្ញុំបានជម្រាបហើយឥឡូវយើងបន្តដំណើរទៅមុខទៀតគេថាប្រាសាទនេះមកស្អាតខ្ទង់ខែ2ខែ3តែសម្រាប់នាងខ្ញុំមកខែនេះអីក៏ស្អាតម៉ែចាបងប្អូនភ្ជុំបិណ្ឌដឹងដើរលេងណាខេត្តសៀមរាបយើងដើរលេងតាមប្រាសាទទៅហើយថតរូបស្អាតយកទៅណាមិនអស់ពេលនេះយើងធ្វើដំណើរមកដល់ប្រាសាទគក់ទ្រូងហើយនៅទីនេះគេថាគក់ទ្រូងលឺដឹបខ្ទរអីចឹងណា1 2 3ម៉ែui cái bà mang ăn sao lưỡi đón điệnចាំបងប្អូនទាំងអស់គ្នាកន្លែងនេះពេលដែលយើងគក់ទ្រូងទៅគក់ឲ្យចង់ចំណុចសួតរបស់យើងឲ្យមិនបាច់គក់ខ្លាំងទេថ្នមតិចហ្នឹងគឺនឹងលឺដឹងខ្ទរក្នុងហ្នឹងតែមិនដឹងល្មើចពេលដែលថតវាអត់លឺសលេងខ្ទរសោះវាលឺសលេងធម្មតាតែធៀបពិតយើងនៅក្នុងហ្នឹងយើងលឺហើយនៅទីនេះគឺគេមានជំនឿសុំសេចក្តីសុខនិយាយតមាត់តមកអីចឹងទៅណាឥឡូវយើងដល់កន្លែងប្លង់ថតដើមឈើដុះលើសំណង់ប្រាសាទទៀតហើយចាគឺដើមស្ពង់ដដែលកន្លែងនេះគឺថាខ្ពស់ហើយនឹងដើមឈើធំដុះឡើងចង់បាំងប្រាសាទចិត្តទៅហើយនឹងមានភ្ញៀវកំពុងតែអង្គុយថតអីចឹងណាតោះឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកគោះមើលថាដើមស្ពង់ហ្នឹងពេលយើងគោះទៅវាលឺយ៉ាងម៉េចណែបងប្អូនលឺវារៀងប្រហោងក្នុងមែនតើវាយើងស្ដាប់សំឡេងវាអត់ណែននៅខាងក្នុងដូចជាដើមដែលមានក្លឹមអីទេឥឡូវយើងចូលមកកាន់ទស្សនវិជ្ជាមួយទៀតកន្លែងត្រង់នេះមិនមែនជាដើមស្ពង់ទេអានេះផ្លេចទៅគេប្រាប់ដែរមិនដឹងដើមអីនេះតែដឹងតែថាកន្លែងនេះគឺជាកន្លែងដែលស្រស់ស្អាតទេសភាព Angelina Jolie យកទៅដាក់បញ្ចូលក្នុងខ្សែភាពយន្ត Hollywood របស់គាត់កន្លែងនេះល្បីខ្លាំងមែនទែនហើយប្រាសាទតាព្រំនេះក៏ទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានច្រើនដែរដោយសារតែរូបដើមឈើដុះលើប្រាសាទនេះឯងឥឡូវ
ឥឡូវនេះយើងធ្វើដំណើរមកដល់ចំណុចកណ្ដាលនៃប្រាសាទហើយដោយដែលខ្ញុំជម្រាបជូនចឹងគឺប្រាសាទនេះធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះបាទជ័យវរ្ម័នទី7នៃចំណុចកណ្ដាលគ្រឹះកណ្ដាលហើយឃើញជញ្ជាំងកន្លែងហ្នឹងមានអុចប្រហោងហ្នឹងបងប្អូនមិនមែនសុកគេធ្វើឲ្យប្រហោងចឹងទេគេមានជំនឿថាកាលពីមុនគឺគេដាំត្បូងមានតម្លៃនៅពេញកន្លែងហ្នឹងដល់ពេលឥឡូវគេឆ្កឹះយកត្បូងរបស់មានតម្លៃហ្នឹងអស់ហើយ chứ không cái kho ái còn cái này nó cái miếng này cái này cái mỏ khăn bằng bông ở lên nè bông này đó បើសិនជាមានទឹកដូងវិញភ្លឺ ផុតពីកន្លែងនេះហើយយើងចូលមកដល់កន្លែងមួយទៀតគឺរូបភាពដ៏ស្រស់ស្អាតទៀតហើយដើមឈើដុះលើសំណង់ប្រាសាទនិយាយទៅដើមឈើដុះលើប្រាសាទនេះច្រើនកន្លែងមែនទែនតែសភាពត្រង់នេះគេហៅថារឹសម្រាមដៃដោយសាររឹសវាស្តៀងម្រាមដៃខ្លាំងចេញពីកន្លែងរឹសម្រាមដៃចូលដល់កន្លែងរឹសមួយនេះខ្ញុំភ្លេចឈ្មោះបាត់ហើយនេះតែសភាពកន្លែងនេះដឹងគេដាក់ឈ្មោះអីឲ្យទេតែសំខាន់គឺពណ៌វាស្តៀងមាសចឹងកន្លែងរឹសវាហ្នឹងបដិញពណ៌ដូចមាសចាំងមានពណ៌អីលាយឡំគ្នា7ពណ៌អីចឹងទៅឥឡូវយើងថតរូបដើមឈើដុះលើប្រាសាទអស់ចិត្តហើយយើងមកមើលរូបដៃណូស័រដែលគេតែងល្បីតគ្នាណាថាខ្មែរយើងមានចម្លាក់រូបដៃណូស័រនៅលើជញ្ជាំងប្រាសាទជាភាពអស្ចារ្យមួយរបស់បុព្វបុរសខ្មែរយើងទៀតហើយព្រោះជំនាន់ហ្នឹងដៃណូស័រផុតពូជរាប់លានឆ្នាំទៅហើយហេតុអីបានដូនតារបស់យើងស្គាល់រូបរាងដៃណូស័រហើយក៏បានយកមកឆ្លាក់លើជញ្ជាំងប្រាសាទបែបហ្នឹងចាអរគុណបងប្អូនទាំងអស់គ្នាដែលចូលចិត្តវីដេអូរបស់នាងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះនឹងមានកន្លែងដើរលេងច្រើនទៀតសម្រាប់ខេត្តសៀមរាបជាមួយនាងខ្ញុំនឹងដើរលេងហើយថតបង្ហាញជូនបងប្អូនទេសនាទាំងអស់គ្នាបើចូលចិត្តកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបាយបាយ